ជារៀងរាល់ថ្ងៃយើងចោះទៅរាប់ពាន់កសិដ្ឋានសហការជាមួយកសិករនៅជុំវិញពិភពលោកយើងធ្វើការរួមគ្នាឆ្ពោះទៅរកការផ្គត់ផ្គង់ស្បៀងអាហារដែលមានសុវត្ថិភាពល្អចំពោះសុខភាពនិងតម្លៃសមរម្យសម្រាប់ប្រជាជនក្នុងពិភពលោកដែលកំពុងកើនឡើងនេះជាមួយនឹងក្រុមអ្នកជំនាញដ៏មានបទពិសោធន៍យើងផ្ដល់ជូនកសិករទូទាំងពិភពលោកនៅចំណីសម្រាប់មេចំណីនិងចំណីឯកទេសផ្សេងៗក្រុមអ្នកជំនាញរបស់យើងរីករាយនឹងសហការយ៉ាងជិតស្និទ្ធជាមួយកសិករផ្ដល់ចំណីនិងបច្ចេកទេសតាមតម្រូវការជ្រោមជ្រែងកសិករដើម្បីចិញ្ចឹមសត្វប្រកបដោយសុខភាពល្អនិងទិន្នផលខ្ពស់បំផុតនេះគឺជាទិសដៅរបស់យើងវឌ្ឍនភាពនៃការចិញ្ចឹមសត្វជារៀងរាល់ថ្ងៃប្រវត្តិរបស់យើងចាប់ផ្ដើមក្នុងឆ្នាំ1911នៅក្នុងប្រទេសហូឡង់ជាមួយនឹងអាជីវកម្មគ្រួសារតូចមួយដែលផ្គត់ផ្គង់គ្រាប់ធញ្ញជាតិដល់កសិករក្នុងស្រុកក្នុងរយៈពេលត្រឹមតែជាង1សតវត្សរ៍ប៉ុណ្ណោះអាជីវកម្មខ្នាតតូចនោះបានរីកចម្រើនទៅជាក្រុមហ៊ុនអាហារូបត្ថម្ភសត្វដ៏ធំបំផុតមួយនៅក្នុងពិភពលោកដែលដឹកនាំដោយចំនួនទី4នៃគ្រួសារ The Hearst ការពង្រីកខ្លួនជាអន្តរជាតិរបស់យើងបានចាប់ផ្ដើមនៅក្នុងឆ្នាំ1998នៅពេលដែលយើងបានទិញយកកៅដាយដែលជាក្រុមហ៊ុនហូឡង់ជំនាញក្នុងការនាំចេញទៅកាន់តំបន់មជ្ឈិមបូព៌ាអាហ្វ្រិកនិងអឺរ៉ុបខាងកើតនាពេលប្រហែលឆ្នាំបន្ទាប់យើងបានបន្តភាពរីកចម្រើនជាមួយនឹងការទិញយកប្រកបដោយភាពជោគជ័យកាន់តែច្រើននៅក្នុងបណ្ដាប្រទេសជុំវិញពិភពលោកហើយយើងបានបោះជំហានចូលទៅក្នុងប្រទេសកម្ពុជាដែលមានមោទនភាពត្រៀមខ្លួនរួចជាស្រេចដើម្បីបង្កើតភាពលេចធ្លោThe Hearst បានឈានជើងចូលទីផ្សារកម្ពុជានៅឆ្នាំ2011ដោយចាប់ដៃគូជាមួយក្រុមហ៊ុនក្នុងស្រុកមួយដែលមានទស្សនវិស័យវែងឆ្ងាយគឺ Thi Mien Heng ដើម្បីជ្រោមជ្រែងនិងនាំយកនូវលទ្ធភាពថ្មីៗជូនប្រជាកសិករប៉ុន្មានឆ្នាំក្រោយមកការពង្រីកវិសាលភាពរបស់យើងបានពង្រីកទូទាំងប្រទេសហើយនៅឆ្នាំ2018ជាឆ្នាំដែលយើងសម្រេចជាក្រុមហ៊ុន The Hearst TMH ដែលជាយុគសម័យថ្មីនៃការបដិញ្ញាចិត្តចំពោះវិស័យកសិកម្មកម្ពុជាគ្រឹះរោងចក្រផលិតចំណីសត្វរបស់យើងបានចាក់ក្នុងស្រុកឧដុង្គខេត្តកំពង់ស្ពឺនៅក្នុងឆ្នាំ2019ហើយមួយឆ្នាំក្រោយមកយើងចាប់ផ្ដើមផលិតចំណីសត្វក្នុងស្រុកដោយមោទនភាពបំផុតនិងប្រតិបត្តិការក្រោមស្លាកយីហោ The Hearst TMH ដែលផ្ដល់លទ្ធភាពដល់កសិករកម្ពុជាជាមួយនឹងចំណីសត្វប្រកបដោយគុណភាពនិងស្តង់ដារបច្ចេកទេសផលវិជ្ជមានរបស់យើងបានបន្តកើនឡើងនៅក្នុងឆ្នាំ2023យើងបានចាប់ផ្ដើមសកម្មភាពខ្សែសង្វាក់តម្លៃដើម្បីគាំទ្របន្ថែមទៀតដល់កសិករចិញ្ចឹមមាន់សាច់ហើយក្នុងឆ្នាំ2024មានការណែនាំនៅពូជជ្រូកនិងពូជមាន់ជំទង់ដែលអាចជួយបង្កើនផលិតភាពនិងចីរភាពក្នុងឆ្នាំ2025នេះយើងបានវិនិយោគលើស្ថានីយ៍ភ្នាស់កូនមាន់ Burger Cambodia ដែលពង្រឹងការបដិញ្ញាចិត្តរបស់យើងចំពោះភាពច្នៃប្រឌិតនិងការរីកចម្រើនសម្លឹងទៅអនាគតThe Hearst TMH នៅតែបដិញ្ញាចិត្តក្នុងការវិនិយោគលើវិស័យកសិកម្មកម្ពុជាដើម្បីផ្ដល់ជូននូវចំណីពូជសត្វនិងជំនួយបច្ចេកទេសដ៏ល្អបំផុតដើម្បីជ្រោមជ្រែងប្រជាកសិករឯករាជ្យក្នុងរយៈពេលយូរអង្វែងខាងមុខក្នុងឱកាសអបអរសាទរខួបគម្រប់5ឆ្នាំនៃវឌ្ឍនភាពជាដៃគូនិងជោគជ័យរបស់យើងត្រៀមខ្លួនរួចជាស្រេចដើម្បីបោះជំហានទៅរកអនាគតដ៏រុងរឿងបន្ថែមទៀតហើយដំណើររបស់យើងនៅតែបន្តរួមគ្នាជាមួយនឹងក្រុមការងារដ៏មានឆន្ទៈដៃគូសហការដ៏មានតម្លៃនិងសហគមន៍កសិកម្មកម្ពុជាយើងនឹងបន្តនាំមុខលើភាពច្នៃប្រឌិតជ្រោមជ្រែងកសិករនិងចូលរួមបង្កើតអនាគតនៃវិស័យកសិកម្មនៅកម្ពុជាសូមអរគុណដែលបានរួមដំណើរជាមួយគ្នាយើងរួមគ្នាដើម្បីកសាងអនាគតនៃវិស័យចិញ្ចឹមសត្វនៅកម្ពុជា